តាមសាច់រឿងអ្នកដែលចេះវេទមន្តនៅក្នុងពិភពលោកនេះភាគច្រើនគេបន្លំខ្លួនធ្វើជាមនុស្សធម្មតាបើក្បាលដំបូងយើងឃើញក្មេងស្រីម្នាក់ដែលនិយាយថាអូរកឃើញហើយវាត្រូវបានកប់ខោអាវនៅខាងក្រោយបង្អស់ក្មេងស្រីនោះក៏បាននិយាយថាតែមានស្នាមរហែកមែនអូយខ្ញុំបញ្ញាប់ណាស់នាងក៏បានសូត្រវេទមន្តរបស់នាងបញ្ជាឲ្យមកចូលដេរសម្លៀកបំពាក់របស់នាងអូនៅទីបំផុតគឺរួចរាល់ហើយនៅពេលដែលនាងចាក់ចេញពីបន្ទប់នាងឃើញម្ដាយរបស់នាងបានត្រឡប់មកផ្ទះវិញក្មេងស្រីនោះក៏បានហៅទៅម្ដាយនាងម៉ាក់អស់លូណាហេតុអីបានជាអ្នកត្រឡប់មកពីហាងផ្កាមុនមកអញ្ចឹងម្ដាយរបស់នាងក៏បានតបទៅវិញថានៅខាងក្រៅមានការសភាពរញ៉េរញ៉ៃបន្តិចតួចដូច្នេះពួកគេអាចឲ្យម៉ាក់ត្រឡប់មកផ្ទះវិញបានម្ដាយរបស់នាងក៏បាននិយាយបន្តទៀតថាអ្នកដែលលេងវេទមន្តរស់នៅក្នុងអាផាតមិនតូចមួយនៅក្នុងបន្ទប់បន្ទាប់វាហាក់ដូចជាអ្នកជិតខាងម្នាក់បានឃើញពួកគេកំពុងតែចេះប្រើវេទមន្តម្ដាយនាងក៏បាននិយាយទៀតថាការិយាល័យខ្លំមើលវេទមន្តជាក់ស្ដែងបានចាប់ខ្លួនអ្នកជំនាញវេទមន្តម្នាក់ទៀតហើយខ្ញុំមិនអាចបន្ទោសពួកគេបានទេវាអាក្រក់ណាស់សម្រាប់អ្នកដែលចេះវេទមន្តតែមិនអាចប្រើវេទមន្តរបស់ពួកគេទាល់តែសោះកំពុងតែស្ដាប់ម្ដាយរបស់នាងក៏បានសួរទៅលូណាថាតើអ្នកនឹងត្រូវទៅណាអ្នកគួរតែនៅផ្ទះល្អជាងក្មេងស្រីលូណាក៏បានតបទៅម្ដាយនាងវិញថាមិនអីទេខ្ញុំកំពុងតែយកសភៅប្រគល់ឲ្យលូវីវិញម្ដាយរបស់នាងក៏បាននិយាយបន្តទៀតថាម៉ាក់បានសន្យាជាមួយនឹងឪពុករបស់កូនហើយថានឹងការពារកូនដូច្នេះកុំប្រើវេទមន្តរបស់កូននៅខាងក្រៅអ្នកត្រូវធ្វើពុតជាមនុស្សធម្មតានៅក្នុងទីក្រុងនៅពេលរៀបចាក់ចេញទៅក្រៅលូណាក៏បានតបទៅម្ដាយនាងថាម៉ាក់មិនចាំបាច់និយាយប្រាប់ខ្ញុំដដែលពេលខ្ញុំក៏ចេញទៅក្រៅទេខ្ញុំនឹងត្រឡប់មកវិញឆាប់ៗនេះខ្ញុំដឹងហើយនៅពេលកំពុងតែដើរនៅក្នុងទីក្រុងមនុស្សម្នាក៏បាននិយាយថានេះគឺជាសេចក្តីប្រកាសអំពីការិយាល័យខ្លំមើលវេទមន្តវាគួរឲ្យខ្លាចខ្លាំងណាស់នៅប្លុក11ជិតដល់ហើយពិតជាមានគ្រូអាគមរស់នៅទីនោះតែពិតមែនទេយើងក៏បានឃើញមេតបម្នាក់ក៏បានស្រែកថាយើងបានចាប់ខ្លួនមេខ្លាំងវេទមន្តដែលរស់នៅប្លុកទី16បញ្ជូនពួកគេទៅកន្លែងសង្គ្រោះបន្ទាន់អូរ៉ាគេក៏បាននិយាយបន្តទៀតថាវាមិនអាចទៅរួចទេដើម្បីបែងចែកពួកអ្នកចេះវេទមន្តពីមនុស្សដោយគ្រាន់តែរូបរាងប៉ុណ្ណោះអ្នកជំនាញខាងវេទមន្តអាចហៅដំបងវេទមន្តតាមចន្ទៈហើយបញ្ចេញមន្តអាគមតាមរយៈពួកកងទ័ពនោះក៏បាននិយាយបន្តបើសិនបើអ្នកឃើញសកម្មភាពគួរឲ្យសង្ស័យណាមួយសូមរាយការណ៍ទៅការិយាល័យត្រួតពិនិត្យវេទមន្តជាបន្ទាន់ម៉ាហ្គីធ្វើពុតជាមនុស្សហើយកម្រនឹងបង្ហាញខ្លួនណាយើងចាប់បានគ្រូមន្តអាគមនៅប្លុកទី11បន្ទាប់មកលូណាក៏បានដើរទៅដល់ផ្ទះមួយបន្ទាប់មកគោះទ្វារសួស្តីខ្ញុំឈ្មោះលូណាហើយយើងក៏បានឮសំឡេងគោះទ្វារតោះចុះមកលូណាខ្ញុំកំពុងរងចាំអ្នកក្មេងស្រីល្ងងអើយនាងបាននិយាយថានាងបានបាត់បង់ពួកគេលូវីតែមានអ្វីកើតឡើងចំពោះកែវរបស់អ្នកម្ដាយលូវីក៏បាននិយាយទៅកាន់លូវីថាតើអ្នកត្រូវការជំនួយក្នុងការស្វែងរកវ៉ែនតារបស់អ្នកទេតើអ្នកនឹងបាត់បង់របស់វ៉ែនតាដែលអ្នកពាក់រៀងរាល់ថ្ងៃដោយរបៀបណាលូវីបានតបទៅម្ដាយរបស់នាងវិញថាខ្ញុំនឹងឲ្យលូណាជួយរកដូច្នេះចូលធ្វើអ្វីដែលអ្នកបានធ្វើទៅអ្នកម៉ាក់នៅពេលរៀបដើរចេញម្ដាយរបស់លូវីក៏បាននិយាយទៅកាន់លូណាថាចាំមីងយកអាហារសម្រន់ជូនមកដល់ក្មួយសំទោសណាលូណាសម្លាញ់អូហូអរគុណហើយអ្នកមីងអ្វីៗគឺព្រិលទាំងអស់លូវីបាននិយាយលូវីបានសួរទៅលូណាថាតើអ្នកមកផ្ទះខ្ញុំដើម្បីអ្វីខ្ញុំបានយកសៀវភៅដែលខ្ញុំបានខ្ចីលូណាតើអ្នកនៅទីណាខ្ញុំនៅទីនេះតែក៏សុំទោសអធិស្ឋានផងអ្នកនរគ្នាណាបើសិនជាខ្ញុំនិយាយទៅមានការលើសរសឬក៏រឿងអាក់អួតអីអញ្ចឹងដោយសារនេះគឺជាការសម្រាយលើកដំបូងរបស់ខ្ញុំអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកនរគ្នាគាំទ្រជួយ Subscribe ហើយចុចសញ្ញាកណ្ដឹងឲ្យខ្ញុំផងអរគុណច្រើន